ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសុក្រ4កើតខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី23ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅឋានៈដឹកនាំគណៈបកសង្គ្រោះជាតិចូលរួមវេទិការៀននិងដំណើររៀននៅខេត្តត្បូងឃ្មុំកាលពីព្រឹកមិញនេះប្រតិភូគណៈបកសង្គ្រោះជាតិដែលដឹកនាំដោយលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងជាប្រធានក្រុមមតិភាគតិចនៃរដ្ឋសភានិងលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិនិងជាអនុប្រធានទី1នៃរដ្ឋសភាបានចូលរួមវេទិការៀននិងដំណើររៀនដែលធ្វើឡើងនៅឃុំត្រមងស្រុកមេមត់ខេត្តត្បូងឃ្មុំថ្លែងក្នុងពិធីនេះលោកសំរងស៊ីបានមានប្រសាសន៍ដោយផ្ដល់ការយកចិត្តទុកដាក់ទៅលើវប្បធម៌សន្ទនាគ្នាដែលគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រទេសជាតិលោកសំរងស៊ីបានបន្ថែមថាគណៈបកទាំងពីរចាំបាច់ត្រូវតែថែរក្សាវប្បធម៌សន្ទនានេះឲ្យបានគង់វង្សគណៈបកសង្គ្រោះជាតិជាបង្គោលនៃអង្គើល្អបង្គោលនៃយុទ្ធធម៌បង្គោលនៃកម្លាំងស្នេហាជាតិដែលហើយដែលបងប្អូនគ្រប់គ្រងគណៈបកសង្គ្រោះជាតិក្នុងន័យនេះមិនមែនសម្រាប់បុគ្គលខ្ញុំសុខាសំរងស៊ីយើងចាក់ក៏ប៉ុណ្្នឹងហើយយើងអត់ត្រូវការអីទេបងប្អូនតែយើងអាណិតប្រទេសជាតិអាណិតប្រជារាស្ត្រឲ្យចាប់បានកិត្តិយសនិយាយមែនទេណាកិត្តិយសថាជាអ្នកជួយប្រជារាស្ត្រជាអ្នកស្រោចស្រង់ប្រទេសយើងចង់សង្គ្រោះជាតិយើងហើយបើយើងមិនសង្គ្រោះទេជាតិយើងរលត់រលាយហើយបងប្អូនចឹងហើយបានវប្បធម៌សន្តានានេះគឺយើងបោះដៃលូកដៃចាប់ដៃគ្នាដើម្បីបញ្ឈប់ការវាយប្រហារគ្នាហើយគិតគូរជីវិតជំនាញដោះស្រាយបញ្ហាដែលខ្ញុំមានប្រាប់ឲ្យទៅទៀតតែខ្ញុំបានសម្រាប់គុណទៅលើបញ្ហាស្រុកពីមុនទេហើយទោះជាជួនកាលមានការបាក់គ្នាអ្វីដែលយើងចាប់ដើមទៅដើមឈើរបស់យើងដាំជឿតែដើមឈើនឹងមានខ្ចីបងប្អូនជួនណាព្រៀនចោលខ្ជុះអីមកយើងត្រូវខែរក្សាដើមឈើខ្ញុំដឹងបបធរសន្តានាយើងបានជួយផ្ដើមនេះឲ្យចប់ទៅគឺសម្ដេចហ៊ុនសែនហើយខ្ញុំសំរងស៊ីគឺបានជួយផ្ដើមបបធរសន្តានាជាមួយគ្នាហើយខ្ញុំមិនឲ្យបាត់បង់ទៅយ៉ាងនេះខ្ញុំនឹងខិតខំរក្សាបបធរសន្តានានេះដូចពីដើមទីវាមានភាពរអាក់រអួលតែខ្ញុំនឹងខិតខំឲ្យមានភាពរលូនឲ្យល្អប្រសើរឲ្យបរិយាកាសល្អដើម្បីឲ្យប្រជារាស្ត្របានសុខហើយជួយជាគណៈបកណាឈ្នះក្នុងការបោះឆ្នោតខាងមុខខ្មែរទាំងអស់បានសុខទាំងអស់គ្នាណានឹងតែយើងចាប់បានមិនទេបងប្អូនហើយវប្បធម៌សន្តានានេះនាំមកមិនមែនគ្រាន់តែសុខសន្តិភាពសម្រាប់ខ្មែរទាំងអស់នាំមកនូវភាពរុងរឿងសម្រាប់ជនជាតិខ្មែរភាពរុងរឿងសម្រាប់កូនចៅយើងសម័យក្រោយទៀតចំណែកឯលោកកឹមសុខាបានថ្លែងសន្ទរកថាផ្ដោតលើការយកចិត្តទុកដាក់លើបញ្ហាប្រជារាស្ត្រដែលដំណើររាស្ត្រត្រូវតែចោះជួបប្រជាពលរដ្ឋដោយផ្ទាល់ក្នុងនាមជាតំណាងរាស្ត្រគឺចាំបាច់ណាស់ត្រូវតែមកជួបរាស្ត្រដោយផ្ទាល់តំណាងរាស្ត្រត្រូវតែជួបរាស្ត្រដោយផ្ទាល់មិនមែនតំណាងរាស្ត្រមិនមែនអង្គុយតែនៅក្នុងម៉ាស៊ីនត្រជាក់ព្រំពេញទេតំណាងរាស្ត្រមិនមែនគ្រាន់អង្គុយតែក្នុងរដ្ឋសភានោះទេតំណាងរាស្ត្រគឺមានតួនាទីមួយសំខាន់ណាស់ត្រូវមកជួបរាស្ត្រផ្ទាល់ត្រូវមកអង្គុយស្ដាប់កង្វល់របស់ប្រជារាស្ត្រនិងសំណូមពររបស់ប្រជារាស្ត្រនឹងហើយបានគេហៅថាតំណាងរាស្ត្រដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដតើបងប្អូនទាំងអស់ចង់ឲ្យតំណាងរាស្ត្រមកនៅជាមួយបងប្អូនប្រជាជនបងប្អូនឬឲ្យចង់តំណាងរាស្ត្រអង្គុយនៅក្នុងសភាយ៉ាងថ្ងៃនេះមកជិតទេណាមានការអីមានប្រសាសន៍ចោះពួកយើងខ្ញុំអត់ស្ដាប់នេះជារឿងមួយរឿងទី2យើងខ្ញុំទាំងអស់គ្នាជាគណៈបកនយោបាយហើយគណៈបកនយោបាយគឺមានកិច្ចការសំខាន់ណាស់ត្រូវមានការទំនាក់ទំនងសាធារណៈត្រូវមានទំនាក់ទំនងជាមួយមហាជនហើយបើគណៈបកនយោបាយមកទំនាក់ទំនងជាមួយមហាជនគណៈបកនឹងគ្មានបានសម្លេងឆ្នោតទេបាទណាបងប្អូនបាទគណៈបកនយោបាយត្រូវផ្ដល់សារនយោបាយដល់ប្រជាពលរដ្ឋគណៈបកនយោបាយត្រូវដឹងបញ្ហាកាន់តែទំនាក់ទំនងជាមួយមហាជនដោយផ្ទាល់ចឹងហើយថ្ងៃនេះយើងមកទីនេះក្នុងនាមជាតំណាងរាស្ត្រផងក្នុងនាមជាគណៈបកនយោបាយផងបើតែគណៈបកនយោបាយយើងមកជួបបងប្អូននៅតាមសាធារណៈ
ទៅតាមទីផ្សារទៅតាមវាលស្រែទៅតាមដងផ្លូវខ្ញុំគ្រាន់តែមកនេះគឺចង់បញ្ជាក់ថាយើងចង់ដឹងកង្វល់របស់បងប្អូនហើយយើងចង់ដឹងថាបងប្អូនចង់ឲ្យយើងធ្វើអីទៀតប៉ុន្តែមុននឹងឲ្យដឹងថាបងប្អូនចង់ឲ្យយើងធ្វើអីយើងក៏ត្រូវតែរៀបការប្រាប់បងប្អូនថាយើងដើរដល់ណាហើយដែរបងប្អូនចង់ដឹងទេហើយយើងនឹងទៅណាទៀតបាទនេះហើយដែលយើងកំណត់អប់ដែលយើងមកទីនេះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនិយាយថារហូតមកដល់ពេលនេះតុលាការកម្ពុជាមិនទាន់ផ្ដល់យុត្តិធម៌តាមការទាមទារជូនប្រជាជននៅឡើយបងប្អូនជនរួមជាតិជាទីមេត្រីនៅក្នុងសន្និសីទកាសែតបង្ហាញពីលទ្ធផលនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកសាស្ត្រាចារ្យសូរិយាប្រសាទសូបែឌីបានថ្លែងថារហូតមកដល់ពេលនេះតុលាការកម្ពុជាមិនទាន់ផ្ដល់យុត្តិធម៌តាមការទាមទារជូនប្រជាជននៅឡើយទេលោកសូរិយាប្រសាទសូបែឌីបានបន្ថែមថាការចាប់ខ្លួនឬការឃុំខ្លួនដែលជាការដាក់ទណ្ឌកម្មចំពោះការអនុវត្តសិទ្ធិស្របច្បាប់ធានាការពារដោយច្បាប់នៃសិទ្ធិមនុស្សអន្តរជាតិរួមមានសេរីភាពក្នុងការប្រមូលផ្ដុំបង្កើតឬចូលរួមសមាគមនិងសេរីភាពក្នុងការបញ្ចេញមតិដូចជាសិទ្ធិក្នុងការចូលរួមក្នុងជីវភាពនយោបាយគឺជាការប្រព្រឹត្តតាមទំនឹងចិត្តលោកបញ្ជាក់ទៀតថានីតិរដ្ឋត្រូវផ្សារភ្ជាប់ជាមួយការទទួលខុសត្រូវនីតិរដ្ឋនេះទាមទារឲ្យតុលាការផ្ដល់នូវយុត្តិធម៌ប្រកបដោយឯករាជ្យភាពនិងមិនទទួលយកឥទ្ធិពលពីខាងក្រៅសូមបញ្ជាក់ថាលោកសូរិយាប្រសាទសូបែឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានធ្វើសន្និសីទកាសែតនេះបន្ទាប់ពីបានបំពេញទស្សនកិច្ចអស់រយៈពេលមួយសប្តាហ៍នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី17ខែមករាឆ្នាំ2015ដល់ថ្ងៃទី23ខែមករាឆ្នាំ2015នេះលោកសាស្ត្រាចារ្យសូរិយាប្រសាទសូបែឌីត្រូវបានក្រុមប្រឹក្សាអង្គការសហប្រជាជាតិតែងតាំងជាអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងខែមីនាឆ្នាំ2009ហើយនៅឆ្នាំ2015នេះលោកសាស្ត្រាចារ្យសូរិយាប្រសាទសូបែឌីត្រូវបានបញ្ចប់អាណត្តិនៅប្រទេសកម្ពុជាសហភាពអឺរ៉ុបជួលអ្នកជំនាញឲ្យជួយរដ្ឋាភិបាលក្នុងការផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាសហភាពអឺរ៉ុបបានលើកឡើងនៅសប្តាហ៍នេះថាខ្លួនបានជួលអ្នកប្រឹក្សាយោបល់2រូបដើម្បីជួយរដ្ឋាភិបាលរៀបចំប្រព័ន្ធមួយសម្រាប់ផ្ដល់សំណងដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលគេជឿថាផ្ទះឬដីស្រែចម្ការរបស់ពួកគាត់ត្រូវបានរឹបអូសខុសច្បាប់ពីសំណាក់ក្រុមហ៊ុនចម្ការអំពើឯកជននៅក្នុងប្រទេសកម្ពុជាគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងទៀតថាសហភាពអឺរ៉ុបដែលនាំចូលភាគច្រើននៃការនាំចេញស្ករសរបស់កម្ពុជានិងដែលសុទ្ធតែរួចកាតព្វកិច្ចពន្ធបានចរចាជាមួយរដ្ឋាភិបាលប្រហែល1ឆ្នាំដោយសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យផ្ដល់សំណងដល់គ្រួសាររងការបណ្តេញចេញដែលសមនឹងទទួលបានសំណងទោះជាយ៉ាងណាមិនយូរប៉ុន្មានភាគីទាំងពីរបានខ្វែងគំនិតគ្នាលើចំនួនគ្រួសារដែលសមទទួលបានសំណងហើយបានដឹងតាំងពីខែកុម្ភៈថាភាគីទាំងពីរត្រូវការជំនួយពីខាងក្រៅសហភាពអឺរ៉ុបបានចាប់ផ្ដើមផ្សព្វផ្សាយជ្រើសរើសអ្នកប្រឹក្សាយោបល់2រូបកាលពីខែវិច្ឆិកាហើយបានបញ្ជាក់នៅសប្តាហ៍នេះថាអ្នកប្រឹក្សាយោបល់ទាំងនោះជ្រើសរើសបានហើយទំនងជានឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅខែក្រោយសហភាពអឺរ៉ុបមិនទាន់បានឆ្លើយតបនឹងសំណើសុំព័ត៌មានបន្ថែមស្ដីពីអ្នកប្រឹក្សាយោបល់ទាំង2រូបនេះទេយោងតាមច្បាប់ចម្លងនៃលក្ខខណ្ឌសំអាងក្នុងគម្រោងនេះបានឲ្យដឹងថាអ្នកប្រឹក្សាយោបល់ទាំងនេះនឹងជួយរដ្ឋាភិបាលក្នុងការវិតម្លៃការអះអាងសិទ្ធិកាន់កាប់ដីធ្លីដែលត្រូវបានរឹបអូសនិងធានាការផ្ដល់សំណងច្បាប់ចម្លងនៃលក្ខខណ្ឌសំអាងនេះមានខ្លឹមសារដូចនេះថាយ៉ាងហោចណាស់លទ្ធផលចុងក្រោយគួរតែជាការស្ដារឡើងវិញនៅកម្រិតជីវភាពរស់នៅនិងកម្រិតប្រាក់ចំណូលមុនគម្រោងសម្រាប់អ្នកដែលរកឃើញថាបានរងភាពអយុត្តិធម៌តាមការរំពឹងទុកការងាររបស់ពួកគាត់នឹងត្រូវចំណាយពេលប្រហែល4ខែក្រុមហ៊ុនរ៉ែ4នៅសេរីសាភ័ណ្ឌដែលក្រសួងបញ្ឈប់អាជ្ញាប័ណ្ណនៅតែបន្តបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មចំនួន4ក្នុងក្រុងសេរីសាភ័ណ្ឌដែលខ្លះជារបស់មេបញ្ជាការយោធានិងមន្ត្រីមានឥទ្ធិពលមួយចំនួននោះនៅតែបន្តធ្វើសកម្មភាពទោះជាក្រសួងរ៉ែនិងធម្មពលបានបញ្ឈប់អាជ្ញាប័ណ្ណហើយក៏ដោយអាជ្ញាធរខេត្តបន្ទាយមានជ័យបានស្នើឲ្យក្រសួងរ៉ែនិងធម្មពលបញ្ចប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មភ្នំចំនួន4នៅក្នុងក្រុងសេរីសាភ័ណ្ឌកាលពីចុងឆ្នាំ2014ដើម្បីយកភ្នំទាំងអស់នោះទៅរក្សាទុកជាតំបន់ទេសចរបៃតងទុកជាចំណុចកណ្ដាលមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរនេះបើតាមប្រសាសន៍លោកអ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយមានជ័យគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកសុំច័ន្ទគាអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាត6ខេត្តបន្ទាយមានជ័យបានសង្កេតឃើញថា
ក្រុមហ៊ុនទាំងនោះនៅតែបន្តសកម្មភាពរហូតដល់ខែមករានេះនៅភ្នំស្វាយភ្នំខ្លាកូនភ្នំពងរកងវ៉ាជាដើមលោកបន្តថាក្រុមហ៊ុនប្លន់ហុងគឺជារបស់លោកប្លន់តារាជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យហើយនឹងក្រុមហ៊ុនញ៉ាំវូនគឺជារបស់ភរិយាលោកទួធានទឺអតីតអភិបាលរងខេត្តលោកអះអាងថាលោកធានទឺបានតាំងខ្លួនជាអង្គរៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាទីប្រឹក្សារបស់ឧបនាយករដ្ឋមន្ត្រីយឹមឆៃលីដែលមានតួនាទីស្មើរដ្ឋលេខាធិការលោកសំច័ន្ទគីថ្លែងថាយើងឃើញតែកាយឡើងអស់ភ្នំទៅហើយចាប់ពីឆ្នាំ2007មកដល់ឆ្នាំ2015យ៉ាងកក្រឹកកក្រែងធ្វើឲ្យប៉ះពាល់ដល់ធនធានដល់កម្រកើតវិញវាអត់មានផលប្រយោជន៍អីក្នុងការអភិវឌ្ឍនោះទេគ្មានអីចំណេញដល់ជាតិដល់ខេត្តទេចំណេញតែបុគ្គលមានអាជ្ញាប័ណ្ណនោះទេលោកបន្តថាក្រោយពីនោះការដឹកជញ្ជូនថ្មចេញពីភ្នំក៏បានធ្វើឲ្យខូចខាតផ្លូវផងដែរនិងប៉ះពាល់បរិស្ថានផងដែរក្រៅពីតំបន់នោះលោកសំច័ន្ទគីក៏បានសង្កេតឃើញមានការធ្វើអាជីវកម្មដូចគ្នានេះនៅស្រុកមង្គលបុរីនិងស្រុកព្រះនេត្រព្រះថែមទៀតសង្គមស៊ីវិលស្នើឲ្យលោកហ៊ុនសែនបញ្ឈប់នឹងបដិសេធលើការលើកឡើងអំពីហ៊ីតលែរលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាសមាជិកសង្គមស៊ីវិលចំនួន16បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញដែលស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ឈប់ឬបដិសេធលើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី15ខែមករារបស់លោកសៅសុខាមេបញ្ជាការរងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានលើកឡើងថាលោកបានរៀនសូត្រពីអាដុលអ៊ីតលែរគេហទំព័ររដែរនេះបានលើកឡើងឲ្យដឹងតាមរយៈសមាជិកសង្គមស៊ីវិលដែលរួមមានដូចជាអង្គការសិទ្ធិមនុស្សអាត6គណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជានិងក្រុមការងារពិសេសសិទ្ធិលំនៅឋានជាដើមនោះក៏បានស្នើឲ្យរដ្ឋសភាក៏ហៅនាយឧត្តមសេនីយ៍សៅសុខាមកសភាដើម្បីសាកសួរចំពោះការលើកឡើងទាំងនេះផងដែរសេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូចនេះថា Adolf Hitler គឺជាមេដឹកនាំផ្ដាច់ការណាស៊ីនៅប្រទេសអាល្លឺម៉ង់ដែលត្រូវបានពិភពលោកទាំងមូលចាត់ទុកថាជាមេដឹកនាំអាក្រក់បំផុតដែលបង្កជាសង្គ្រាមលោកលើកទី2និងបានសម្លាប់មនុស្សយ៉ាងព្រៃផ្សៃនិងបានសម្លាប់រង្គាលជនជាតិជ្វីសនៅទូទាំងទ្វីបអឺរ៉ុបសេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តថាសម្រាប់សេចក្តីថ្លែងការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះបានធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងប្រដាប់អាវុធជាតិដែលជាស្ថាប័នឯករាជ្យនិងជាអ្នកការពារសន្តិសុខសន្តិភាពដល់ប្រជាពលរដ្ឋដោយទាំងប្រមាថដល់ក្រុមបាតកម្មអហិង្សាសម្លុតគំរាមនិងចាត់ទុកប្រជាពលរដ្ឋជាសត្រូវកម្មករអូរ៉ូតេនៅប៉ោយប៉ែតតវ៉ាបិទផ្លូវទាមទារឲ្យកុយបញ្ចុះពន្ធបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាកម្មករអូរ៉ូតេដឹកទំនិញប្រមាណ100នាក់នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានធ្វើការតវ៉ាបិទផ្លូវពេញមួយថ្ងៃកាលពីម្សិលមិញដើម្បីទាមទារឲ្យមន្ត្រីគយច្រកទ្វារនេះបញ្ចុះតម្លៃពន្ធចំពោះទំនិញដែលដឹកចូលពីប្រទេសថៃបង្កឲ្យមានការប្រើហិង្សាគប់ដប់ទឹកសុទ្ធនិងដុំថ្មទៅខាងអាជ្ញាធរសមត្ថកិច្ចដែលចុះទៅសម្របសម្រួលតែមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីទេកម្មករបានបិទផ្លូវធ្វើឲ្យមានការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលជាច្រកភ្ញៀវជាតិអន្តរជាតិចេញចូលនិងរថយន្តកុងតឺន័រដឹកទំនិញឆ្លងកាត់ត្រូវបានផ្អាកសកម្មភាពដោយសារពួកគេទាមទារឲ្យកុយបញ្ចុះតម្លៃបង់ពន្ធពី50,000រៀលមកត្រឹមពី15,000ទៅ20,000រៀលដោយធម្មតាសម្រាប់ទំនិញទឹកផ្លែឈើឬគ្រឿងកំប៉ុងប្រមាណជា30កេតដែលដឹកតាមរទេះមួយជើងនេះបើតាមកម្មករម្នាក់ឈ្មោះភួងទៀបអាយុ33ឆ្នាំគេហទំព័ររដែរនេះបានលើកឡើងឲ្យដឹងតាមរយៈប្រជាពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែតលោកខៀវបូរីដែលតែងឃ្លាំមើលសកម្មភាពនៅក្នុងក្រុងប៉ោយប៉ែតបានរិះគន់ចំពោះការតវ៉ាបិទផ្លូវរបស់កម្មករលោកនិយាយថាក្រុមកម្មករមិនមែនជាអ្នកផ្ដាំធ្វើបាតកម្មបិទផ្លូវនោះទេតែជាឈ្មួញខលខូចមានទំនិញឲ្យកម្មករដឹកទៅវិញទេដែលជាអ្នកនៅពីក្រោយដែលសារគោចាប់ផ្ដើមរឹតបន្តឹងការបង់ពន្ធលោកបានបន្តថាការរត់ពន្ធទំនិញដែលដឹកតាមប្រទេសមានជាហូរហែហើយឈ្មួញកិច្ចពន្ធបានបង់លុយចូលគយត្រឹមតែ 30% និង 70% ទៀតបានចុះហាប៉ៅមន្ត្រីទាំងនោះលោកបន្ថែមថាតាមពិតករណីនេះគេចង់ឲ្យឈ្មួញបង់ពន្ធឲ្យត្រឹមត្រូវវិញប៉ុន្តែពួកគេមិនព្រមក៏ឲ្យកម្មករតវ៉ាយើងមិនកាន់ជើងខាងណានោះទេកម្មករធ្វើខុសបានបិទផ្លូវធ្វើឲ្យស្ទះទេសចរឆ្លងដែននិងឡានកុងតឺន័រដែលដឹកទំនិញយ៉ាងណាក្តីទស្សនវិជ្ជានៃកម្មករអូរ៉ូតេរាប់រយរទេសតកន្ទុយគ្នាដែលមានជាយូរមកហើយនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ទីនោះអត្ថាធិប្បាយថាមើលទៅជារឿងគួរឲ្យសង្វេគដោយសារតែបានបង្ហាញឲ្យឃើញពីភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំងរបស់ក្រុមប្រជាពលរដ្ឋខ្មែរទាំងនោះ
អ្នកភូមិខ្វា19គ្រួសារចោទអាជ្ញាធរខណ្ឌដង្កោថាឈូសបំផ្លាញផ្ទះនិងប្លន់ដីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាពលរដ្ឋភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោចាត់អាជ្ញាធរថាឈូសបំផ្លាញផ្ទះ11ខ្នងដែលពួកគាត់បានតាំងទីលំនៅនៅក្នុងភូមិនោះប្រមាណជាង30ឆ្នាំមកហើយដើម្បីប្រកបរបរដាំត្រកួនកញ្ឆែតជាដើមការចោទនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកន្លែងដែលមានផ្ទះនិងដើមឈើរលំដោយសារគ្រឿងចាក់ឈូសឆាយផ្ទះពួកគាត់កាលពីព្រឹកថ្ងៃទី21ខែមករាឆ្នាំ2015អ្នកភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញក្មេងចាស់ប្រុសស្រីប្រមាណ30នាក់បានលើកបដាទាមទាររស់នៅលើដីរបស់ខ្លួនឡើងវិញទាមទារឲ្យបញ្ឈប់ការបណ្តេញចេញនិងទាមទារឲ្យគោរពសិទ្ធិមនុស្សជាដើមក្រៅពីនោះពួកគេបានលើកបង្ហាញសិទ្ធិរស់នៅស្របច្បាប់ដូចជាប័ណ្ណសម្គាល់អចលនទ្រព្យអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកស្រីតិលសារ៉នអាយុ53ឆ្នាំថ្លែងថានៅថ្ងៃទី5ខែមករាឆ្នាំ2015អាជ្ញាធរខណ្ឌដង្កោមិនបានជូនដំណឹងមុនទេស្រាប់តែយកគ្រឿងចាក់មកឈូសដើមអង្កាញ់ច្រើនដើមកាច់ឲ្យដួលរលំសង្កត់លើផ្ទះសង្កត់ងាប់ឆ្កែមាន់ទានិងសម្ភារៈក្នុងផ្ទះដែលពួកគាត់មិនបានដឹងមូលហេតុព្រោះគាត់ចេញទៅដាំត្រកួននិងកញ្ឆែតនៅបឹងទំពុនលោកតិលសាម៉ុនថ្លែងថាគាត់មកតាំងលំនៅក្រោយសាលារៀនកសិកម្មចំការដូងនៅឆ្នាំ1985ដីកាណូនៅក្នុងខណ្ឌមានជ័យនៅឡើយហើយគាត់ធ្វើរបរដាំត្រកួននិងធ្វើស្រែប្រាំងនៅក្នុងទឹកបឹងទំពុននៅឆ្នាំ1993ដល់ឆ្នាំ1994នាយកសាលាកសិកម្មចំការដូងបានសុំដីកាយឯកដីស្រែប្រាំងរបស់គាត់ទៅធ្វើជាទំនប់ស្រះចិញ្ចឹមត្រីគាត់ឲ្យកាយដីដែលគិតថានឹងបានប្រឡាយមានទឹកស្រោចស្រែប្រាំងប៉ុន្តែការកាយដីនោះធ្វើឲ្យស្រែប្រាំងលែងប្រើបានគាត់ក៏ដាំត្រកួនកញ្ឆែតរហូតមកនៅពេលជិតបោះឆ្នោតឆ្នាំ2013ដីគាត់ត្រូវបានគណៈកម្មការជាតិមកវាស់វែងដើម្បីធ្វើប័ណ្ណកម្មសិទ្ធិគណៈកម្មការជាតិប្រាប់ថាដីគាត់មានទំហំជាង 9000 ម៉ែត្រការ៉េនិងប្រាប់ឲ្យរងចាំយកប្លង់នៅពេលក្រោយស្រាប់តែថ្មីនេះដីគាត់បែរជានៅក្នុងប្លង់លោកម៉ៅសុផលដែលទិញដីបឹងទំពុនលាតមកដល់ដីគាត់ឯនេះទៅវិញគាត់ធ្វើពាក្យតវ៉ាទៅសាលាសង្កាត់និងខណ្ឌដង្កោស្រាប់តែនៅថ្ងៃទី5ខែមករាផ្ទះគាត់និងផ្ទះអ្នកភូមិ11ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីរស់នៅ19គ្រួសារត្រូវគ្រឿងចាក់របស់សមត្ថកិច្ចខណ្ឌដង្កោសម្រុកឈូសពង្រាបយកតែម្ដងគាត់បានស្ទុះទៅរារាំងមិនឲ្យគេឈូសក៏រងរបួសទាំងពីរអ្នកប្រពន្ធនៅក្នុងការពិនិត្យកន្លែងរស់នៅរបស់អ្នកភូមិខ្វាដែលតវ៉ានោះមន្ត្រីអង្គការសហប្រជាជាតិនិងមន្ត្រីអង្គការសិទ្ធិលំនៅឋានរួមទាំងអ្នកសារព័ត៌មានបានឃើញមនុស្សក្មេងចាស់ប្រុសស្រីឬសម្ភារៈពីកន្លែងផ្ទះរលំដោយមានដើមឈើធំសង្កត់ពីលើមកប្រកតង់រស់នៅលើក្នុងទំនប់ចុងទួលក្នុងភូមិខ្វាតំបន់ចំការដងសង្កាត់ដង្កោខណ្ឌដង្កោមន្ត្រីអង្គការសិទ្ធិលំនៅឋានលោកណនអូនីថ្លែងថាបើមើលតាមឯកសារនិងភូមិសាស្ត្រដែលអ្នកភូមិបង្ហាញគឺពួកគាត់ពិតជាបានរស់លើដីនោះអំឡុងពេលដែលកងទ័ពវៀតណាមចូលកាន់កាប់ប្រទេសកម្ពុជានោះពិតមែនព្រោះមានអត្តសញ្ញាណប័ណ្ណពលរដ្ឋមានរូបកំពូល5គឺគាត់រស់នៅស្របច្បាប់មុនសម័យរដ្ឋកម្ពុជាឬមុនរាជរដ្ឋាភិបាលអាណត្តិទី2ទៅទៀតលោកថាការតាំងលំនៅបែបនោះគឺស្របតាមរដ្ឋធម្មនុញ្ញមិនគួរអាជ្ញាធរបណ្តេញពួកគាត់ទេបញ្ហានេះដែរមន្ត្រីអង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សកំពុងឃ្លាំមើលសកម្មភាពអាជ្ញាធរនិងប្រជាពលរដ្ឋ19គ្រួសារនៅក្នុងភូមិខ្វាដែលមានចំនួនដីធ្លីនោះចិនបញ្ជាក់ថាមីយ៉ាន់ម៉ាឃុំខ្លួន155នាក់ពីបទកាប់ឈើខុសច្បាប់បើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថារដ្ឋមន្ត្រីការបរទេសរបស់ចិនបាននិយាយពីថ្ងៃពុធថាក្រុមអាជ្ញាធរនៅមីយ៉ាន់ម៉ាបានចាប់ខ្លួនជនជាតិចិន155នាក់ពីបទចូលកាប់ឈើខុសច្បាប់ដែលបដិសេធរបាយការណ៍ដែលថាពលរដ្ឋរបស់ខ្លួនទាំងនោះត្រូវបានជាប់នៅក្នុងចំនួនប្រដាប់អាវុធនៅទីនោះករណីនេះគឺជាបញ្ហាតូចមួយថ្មីបំផុតក្នុងទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិងចិនដែលបានបន្តអួតអាងអំពីឥទ្ធិពលសេដ្ឋកិច្ចដែលកំពុងលូតលាស់របស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះបើទោះជាគម្រោងដែលនាំមុខដោយចិនជាច្រើនបានបង្កឲ្យមានការជំទាស់ក្នុងតំបន់ដ៏ខ្លាំងក្លានោះក្តីគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈអ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិនលោកស្រីហួឈុនយីងបាននិយាយថាក្រុមការងាររួមមួយបានជួបអ្នកជាប់ឃុំទាំង155នាក់នោះម្ដងម្នាក់ដោយឡែកពីគ្នាក្នុងសប្តាហ៍នេះនិងបានបញ្ជាក់ថាពួកគេស្ថិតក្នុងលក្ខខណ្ឌរាងកាយនិងស្មារតីល្អប្រសើររបាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនស៊ីនហួរបាននិយាយថាក្រុមការងារកុងស៊ុលចិនបានជួបក្រុមអ្នកជាប់ឃុំពីថ្ងៃច័ន្ទនៅក្រុងមយិតឃីណានៃរដ្ឋកាឈិនរបស់មីយ៉ាន់ម៉ាភាគខាងជើងអ្នកនាំពាក្យការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ាលោកហ្សូតៃបានបញ្ជាក់ថាក្រុមពលរដ្ឋចិនត្រូវបានចាប់ខ្លួននៅរដ្ឋកាឈិនប៉ុន្តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មាននោះទេ
លោកបានប្រាប់ AFP ថាវាគឺជាការពិតដែលយើងបានចាប់ខ្លួនជនជាតិចិនខ្លះយើងនឹងពិនិត្យពួកគេជាថ្មីដោយស្របតាមច្បាប់អន្តរប្រវេសន៍និងច្បាប់រុក្ខប្រមាញ់បន្ទាប់មកនឹងចាត់វិធានការបន្តទៀតក្នុងដើមសប្តាហ៍នេះកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិនបានរាយការណ៍ថាអ្នកស្រុកតំបន់ប្រមាណ 2000 នាក់ដែលក្នុងនោះមានពលរដ្ឋចិនរាប់រយនាក់ត្រូវបានជាប់ទៅណាមិនរួចចំពេលដែលមានការប្រយុទ្ធគ្នារវាងមីយ៉ាន់ម៉ានិងក្រុមឧទាមកងទ័ពឯករាជ្យភាពរដ្ឋកាឈីនលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់ស្មារតីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា